បងប្អូនអាសាឈឺជង្គង់ចង់ដឹងមូលហេតុអីបានយើងឈឺជង្គង់អត់សូមមើលវីដេអូនេះដល់ចប់បងប្អូនដឹងហើយថាជង្គង់គឺសំខាន់មែនទែនគឺជាអ្នកទ្រទ្រង់រាងកាយរបស់យើងហើយជាអ្នកធ្វើឲ្យយើងដើរចលនាអីបានល្អបើសិនជាជង្គង់បងប្អូនអាសាឈឺគឺរំខានមែនទែនបងប្អូនជាអ្នកលើសគីឡូគួរតែប្រយ័ត្នមែនទែនព្រោះការលើសគីឡូគឺបញ្ហាប៉ះមកលើជង្គង់នឹងខ្លាំងមែនទែនគីឡូដែលលើសគឺសង្កត់មកលើសន្លាក់ជង្គង់គឺគុណនឹង2ជង្គង់គឺត្រូវការថែទាំបងប្អូនអ្នកលើសគីឡូទេគឺតែត្រូវសម្រក់គីឡូឲ្យបានលឿនត្រូវការញ៉ាំចំណីអាហារណាដែលមានពពួក fiber ឬក៏ពពួកវីតាមីនដើម្បីជួយមកទប់ទល់នឹងការសឹកសន្លាក់ជង្គង់បងប្អូនហើយបងប្អូនដឹងហើយថាបងប្អូនក្រៅពីលើសគីឡូបើសិនជាបងប្អូនអ្នកដែលអត់សូវមានសាច់ដុំជើងជាពិសេសផ្នែកផ្លូវឬក៏ផ្នែកកពួនជើងបងប្អូនត្រូវតែហាត់ពង្រឹងសាច់ដុំផ្លូវនឹងឲ្យបានកាន់តែលឿនកាន់តែល្អពីព្រោះសាច់ដុំផ្លូវនឹងគឺសំខាន់មែនទែនគឺជាអ្នកជួយទប់ទម្ងន់ដងខ្លួនរបស់យើងកុំឲ្យសង្កត់មកសន្លាក់ជង្គង់នឹងបងប្អូនត្រូវតែហាត់យកសាច់ដុំផ្លូវនឹងដើម្បីកាត់បន្ថយការឈឺជង្គង់ហើយនៅពេលដែលគេងបងប្អូនគួរតែប្រើជាមួយខ្នើយកលជង្គង់នឹងបងប្អូនដឹងហើយថាខ្នើយកលចង្កេះរបស់យើងកំពុងលក់ដាច់ខ្លាំងតែបងប្អូនតិចអត់ដឹងថាអាចយកកលជង្គង់បានខ្នើយនឹងគឺអាចកលជង្គង់បានទៀតនៅពេលដែលបងប្អូនគេងទៅបងប្អូនកលជង្គង់ទៅគឺជួយទប់ស្កាត់ការសឹកសន្លាក់ជង្គង់គឺដកសម្ពាធនៃការសង្កត់ជង្គង់ដែលបងប្អូនហូរឬក៏ដើរពេញមួយថ្ងៃបងប្អូនសូមមើលលំហាត់ប្រាណមួយចំនួនដែលខ្ញុំបង្ហាញនៅខាងលើនេះបងប្អូនព្យាយាមធ្វើជារៀងរាល់ថ្ងៃហើយមួយទៀតបងប្អូនជៀសវាងការអង្គុយដែលបាត់ជើងយូរឬក៏អង្គុយនៅស្ងៀមមកកន្លែងក្នុងរយៈពេលយូរឬក៏បងប្អូនដែលអង្គុយអត់មានអីទ្រាប់ពីក្រោយដូចជាកៅអីឬក៏កូនកៅអីបងប្អូនដែលគេហៅថាអង្គុយចង្ហោងហ្នឹងបងប្អូនគួរតែជៀសវាងជាពិសេសអ៊ំចាស់កាត់បន្ថយការអង្គុយបាត់ជើងយូរឬក៏ចង្ហោងនោះឲ្យបានច្រើនគឺបងប្អូននឹងជៀសផុតពីការស្ងួតសន្លាក់ជង្គង់ឬក៏សឹកសន្លាក់ជង្គង់នឹងបងប្អូនស្រឡាញ់សុខភាពជង្គង់ឬក៏សន្លាក់គ្រប់រាងកាយគឺកុំភ្លេចជ្រើសរើសជាមួយនឹងពពួកវីតាមីនឲ្យបានគ្រប់គ្រាន់ហើយធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អរគុណផ្នែកកចង្កេះពេលគេងដែលអាចជួយដោះស្រាយបញ្ហាឈឺចង្កេះឬក៏លៀនឌីឬក៏គៀបសរសៃឆ្អឹងខ្នងបងប្អូនបានល្អមែនទែនផ្នែកនេះមិនត្រឹមតែគេងកលទេសូម្បីតែបងប្អូនធ្វើដំណើរតាមឡានឬក៏នៅកៅអីអង្គុយធ្វើការក៏បងប្អូនអាចកលបានដែរបងប្អូនចង់ការពារជំងឺលៀនឌីគៀបសរសៃឆ្អឹងខ្នងជាពិសេសការកាត់បន្ថយការឈឺចង្កេះកុំភ្លេចជ្រើសរើសជាមួយខ្នើយសុខភាពបែបនេះអាចរកជាវបាននៅគីមសានគ្រប់សាខាតម្លៃតែ$25ទេបងប្អូន